សៀវភៅតម្រង់ទៅព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូ Oswald Chambers មានចំណងជើងថាចូលនឹកឃើញឡើងវិញអំពីអ្វីដែលព្រះជាម្ចាស់ចងចាំទុកព្រះគម្ពីរយេរេមៀចំពោះ2 ខ 2 ចូលទៅចោះឲ្យស្រែកដាក់ត្រចៀកពួកក្រុងយេរូសាឡឹមថាព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះគឺអញនឹកចាំពីឯងកាលនៅក្មេងដែលឯងមានចិត្តគួចចំពោះអញហើយពីសេចក្តីស្រឡាញ់របស់ឯងកាលទើបនឹងបានគ្នាគឺដែលឯងបានដើរតាមអញនៅក្នុងទីរហោស្ថានជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយតើសប្តាហ៍ថ្ងៃនេះខ្ញុំសម្ដែងចិត្តសប្បុរសដោយឯងចំពោះព្រះជាម្ចាស់ដោយការដែលខ្ញុំធ្លាប់បង្ហាញពីដំបូងឬទេឬក៏ខ្ញុំគ្រាន់តែសង្ឃឹមលើព្រះជាម្ចាស់ថាព្រះអង្គត្រូវតែប្រទានសេចក្តីសប្បុរសរបស់ទ្រង់មកកាន់ខ្ញុំតែម្ដងជីវិតរបស់ខ្ញុំមានជាប់ពេញទៅដោយរបស់តូចតាចជាច្រើនតើរបស់ទាំងនោះធ្វើឲ្យព្រះជាម្ចាស់សពព្រះハរតីចំពោះខ្ញុំឬទេឬក៏ខ្ញុំចេះតែរអ៊ូរទើមមិនដាច់ពីមិត្តនៅពេលខ្ញុំកំពុងតែឆ្លងកាត់ការលំបាកការត្អូញត្អែនឹងមិនបាត់អំណរដោយសារគេបានភ្លេចពីអ្វីដែលព្រះជាម្ចាស់រៀបថាមានតម្លៃដ៏ខ្ពស់បើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទត្រូវការខ្ញុំនោះជាគំនិតដ៏ប្រសើរដ៏មួយឧទាហរណ៍ព្រះអង្គសួរថាសូមឲ្យខ្ញុំផឹកផងព្រះគម្ពីរយ៉ូហានចំពោះ4 ខ 7តើក្នុងសប្តាហ៍កន្លងមកនេះបងប្អូនបានសម្ដែងសេចក្តីសប្បុរសចំពោះព្រះអង្គបានច្រើនប៉ុណ្ណាដែលតើបានប្រព្រឹត្តខ្លួនយ៉ាងសមរម្យចំពោះកិត្តិនាមដ៏ខ្ពស់បំផុតរបស់ព្រះអង្គឬទេក្នុងខគម្ពីរខាងលើព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូលទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គតាមរយៈហោរាយេរេមៀថានៅពេលនេះបងប្អូនលែងស្រឡាញ់យើងហើយតែយើងនឹកចាំពីគ្រាដែលអ្នករាល់គ្នាពិតជាបានស្រឡាញ់យើងដូចមានចែងមកថាអញនឹកចាំពីឯងកាលនៅក្មេងរីឯចិត្តខ្ញុំផ្ទាល់ឥឡូវនេះតើខ្ញុំនៅតែស្រឡាញ់ព្រះអង្គយ៉ាងអស់ពីចិត្តដោយកាលដែលខ្ញុំទើបបានស្គាល់ព្រះអង្គឬទេគឺជាពេលដែលខ្ញុំពេញចិត្តថាហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីបង្ហាញសេចក្តីស្រឡាញ់យ៉ាងពោពេញទៅចំពោះទ្រង់តើសប្តាហ៍ថ្ងៃនេះព្រះអង្គនៅតែជួបខ្ញុំនិងនឹកចាំពីគ្រាដែលខ្ញុំឥតខ្វល់ខ្វាយពីអ្វីទាំងអស់លើកលែងតែធ្វើឲ្យព្រះអង្គគប់ព្រះハរតីឬទេតើខណៈនេះខ្ញុំនៅតែស្រឡាញ់ព្រះអង្គដដែលឬទេតើសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះទ្រង់คล้ายទៅជារឿងធម្មតាហើយឬតើខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងរហូតដល់ថ្នាក់ថាទៅណាក៏បម្រើព្រះអង្គដែរឬទេឬក៏ខ្ញុំប្រឹងយកចិត្តទុកដាក់លើកិត្តិយសខ្លាំងជាងរឿងនោះទៅទៀតបន្ទាប់មកក៏ដាក់កម្រិតខ្លួនឯងក្នុងការបម្រើដើម្បីចង់ទទួលការគោរពពីបងប្អូនឯទៀតឬពេលខ្ញុំរំលឹកខ្លួនឯងអំពីសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់នឹកចាំពីអតីតកាលរបស់ខ្ញុំនោះខ្ញុំដឹងថាសេចក្តីស្រឡាញ់របស់ខ្ញុំដែលមានចំពោះព្រះអង្គបានរសាយហើយសូមឲ្យរឿងនោះបង្កើតឲ្យមានភាពអាម៉ាស់ចំពោះខ្ញុំវិញពីព្រោះភាពអាម៉ាស់នោះបណ្ដាលឲ្យកើតមានសេចក្តីទុក្ខព្រួយទៅតាមបំណងព្រះハរតីរបស់ព្រះជាម្ចាស់ហើយនឹងខ្ញុំឲ្យប្រែចិត្តមកចំពោះទ្រង់វិញ